ព្រះពុទ្ធបានសម្ដែងនៅក្នុងព្រះសូត្រមួយថាយោធាជីវៈជាអ្នករស់នៅដោយឋានៈជាទាហានត្រូវប្រកបដោយអង្គ4ទើបគួរជាទីរាជបរោះឬជាវីរៈកងទ័ពយកឈ្នះសង្គ្រាមបានជោគជ័យធម៌ប្រកបដោយអង្គទាំង4នោះគឺ 1. ជាអ្នកឆ្លៀសវៃក្នុងជ័យភូមិមានន័យថាលេនឋានទីតាំងឈរជើងកងទ័ពត្រូវរៀបចំឲ្យបានរឹងមាំហើយយកចិត្តទុកដាក់ខ្ពស់បំផុតមានទំនុកចិត្តប្រកបដោយសុវត្ថិភាពព្រោះជាទីតាំងឈរជើងប្រយុទ្ធស្លាប់រស់ជាមួយសត្រូវមានស្មារតីរឹងមាំប្រុងប្រយ័ត្នទឹកចិត្តស្ងប់ស្ងាត់តែមុះមុតក្លាហានមានឆន្ទៈមុតស្រួចសម្លឹងឆ្ពោះផ្ដោតទៅលើគោលដៅនេះជាវិន័យអ្នកប្រយុទ្ធ 2. ជាអ្នកឆ្លៀនបាញ់បានឆ្ងាយមានន័យថាត្រូវចេះប្រើអាវុធប្រយុទ្ធឲ្យត្រូវឱកាសបាញ់ត្រូវអាវុធណាគួរប្រើបាញ់ជិតអាវុធណាគួរប្រើបាញ់ឆ្ងាយបើមិនឆ្លៀសទេសូម្បីតែអាវុធរបស់យើងក៏អាចសម្លាប់យើងបានដែរ 3. ជាអ្នកបាញ់ត្រង់មានន័យថាអ្នកមានបទពិសោធន៍មានសមត្ថភាពពូកែបាញ់កាំភ្លើងឬពូកែបញ្ជាឲ្យបាញ់ត្រូវចំទីតាំងសត្រូវឬទីតាំងឃ្លាំងអាវុធសំខាន់ត្រង់ហើយចំគោលដៅល្អ 4. ជាអ្នកបាញ់ទម្លាយនៅកងទ័ពធំបានមានន័យថាបាញ់កំទេចចោលនៅពួកខ្មាំងសត្រូវឲ្យខ្ទេចខ្ទីខ្លោបខ្លាចមិនអាចតតាំងបានជាពិសេសមេទ័ពធំបើកងទ័ពប្រកបអង្គ4ប្រការនេះជាវីរៈកងទ័ពដ៏ឆ្នើមមានសមត្ថភាពឈ្នះសង្គ្រាមទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ព្រះអង្គសម្ដែងប្រៀបធៀបនេះជាការយកឈ្នះសង្គ្រាមផ្លូវលោកតថាគតបានឈ្នះសង្គ្រាមផ្លូវធម៌ជាមួយមេរាធិរាជទីតាំងជ័យភូមិគឺសិលជាលេនឋានដ៏រឹងមាំទីតាំងដ៏មានសេរីសួស្តីរបស់អ្នកបួសជាអ្នកបាញ់បានឆ្ងាយគឺវិបស្សនាបញ្ញាកំណត់ដឹងជាក់ច្បាស់នៅសភាវៈបរមត្ថក្នុងរូបបរមត្ថនិងនាមបរមត្ថជាអ្នកបាញ់ទម្លាយនៅកងទ័ពធំគឺអវិជ្ជាដែលជាមេទ័ពធំដោយកម្លាំងអរហត្តមគ្គនេះជាមធ្យោបាយយកឈ្នះសង្គ្រាមពីស្ដេចមារដែលមានសេនាដ៏ច្រើនសូមជូនពរដល់ថ្នាក់ដឹកនាំនិងវីរៈកងទ័ពដ៏ក្លាហានសូមទទួលបានជ័យជំនះគ្រប់ភារកិច្ចភិក្ខុធម្មថេរោ